គ្រូមួយថ្ងៃគ្រូមួយជីវិតលោកស្រីសុភាប៊ុនឈើជូនប្រាក់ $18,000 ដល់គ្រូ 18 នាក់ដែលធ្លាប់បង្រៀនខ្លួនដោយពាក្យដែលគេតែងនិយាយគ្រូមួយថ្ងៃគ្រូមួយជីវិតគឺមិនខុសពិតមែនជាក់ស្ដែងលោកស្រីសុភាប៊ុនឈើទោះជាទៅដល់ទីណាក៏មិនភ្លេចគ្រូបង្រៀនដែលធ្លាប់បង្រៀនលោកស្រីកន្លងមកនោះដែរថ្មីនេះក្រុមការងារលោកស្រីសុភាបានចុះទៅដល់ខេត្តកំពង់ធំដែលជាទីកន្លែងកំណើតក្រោយពីទទួលបានដំណឹងថាលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្លួនមានជំងឺដោយការចុះទៅសួរសុខទុក្ខផ្ទាល់នេះក្រុមគ្រួសារអុកញ៉ាណូសុភាក៏មានបានឧបត្ថម្ភថវិកាបន្តិចបន្តួចដើម្បីទុកឲ្យលោកគ្រូអ្នកគ្រូគ្រាន់ដោះស្រាយជីវភាពនិងព្យាបាលជំងឺផងដែរនៅក្នុងនោះអ្នកគ្រូលោកគ្រូ 18 នាក់ទទួលបានម្នាក់ $10,000 សរុប $18,000 លោកស្រីណូនសុភាបានបង្ហាញចំណាប់អារម្មណ៍ថាអំណោយនេះមិនមែនជាការតបស្នងសងគុណដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូគ្រប់គ្រាន់នោះទេព្រោះគ្មានទ្រព្យសម្បត្តិឬថវិកាចំនួនណាមួយអាចប្រៀបធៀបនឹងការលះបង់និងការខិតខំប្រឹងប្រែងការអប់រំនិងសេចក្តីស្រឡាញ់ដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យសិស្សនោះឡើយប៉ុន្តែខ្ញុំសង្ឃឹមថាអំណោយដ៏តូចមួយនេះអាចជាសក្ខីភាពនៃការគោរពដឹងគុណនិងទឹកចិត្តដ៏ថ្លៃថ្លាស្មោះត្រង់របស់សិស្សម្នាក់ដែលមិនធ្លាប់ភ្លេចគុណលោកគ្រូអ្នកគ្រូជារៀងរហូតសូមអរគុណពីបាតបេះដូងចំពោះការលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្តនិងការខិតខំបង្រៀនអប់រំនិងណែនាំខ្ញុំឲ្យក្លាយជាមនុស្សល្អនិងមានថ្ងៃនេះមេរៀនគុណធម៌និងតម្លៃជីវិតដែលលោកគ្រូអ្នកគ្រូបានបង្រៀននឹងសន្តិដ្ឋនៅក្នុងបេះដូងខ្ញុំជារៀងរហូត